ជាយូរណាស់មកហើយនៅក្នុងក្រុងពារាណសីមានស្ដេចមួយព្រះអង្គមានព្រះនាមថាព្រះបាទទសរាជទ្រង់ជាមនុស្សដែលគ្រប់គ្រងប្រទេសបានយ៉ាងល្អប្រសើរព្រះបាទទសរាជមានបុត្រាមួយព្រះអង្គដែលត្រូវបានតែងតាំងជាឧបរាជដើម្បីឲ្យឡើងជាស្ដេចក្រុងរាជបន្តពីព្រះបាទទសរាជប៉ុន្តែស្ដេចទសរាជមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបល្ល័ង្ករបស់ទ្រង់តែងតែមានគំនិតចម្លែកដោយកថាបុត្រារបស់ទ្រង់ព្យាយាមមានគំនិតចង់ដណ្ដើមរាជបល្ល័ង្កដូច្នេះហើយព្រះបាទទសរាជបានដាក់ឈ្មោះឲ្យបុត្រារបស់ទ្រង់ថាអរិយរាជហើយបានបណ្ដេញទ្រង់ឲ្យទ្រង់នៅក្រៅក្រុងរងចាំរហូតដល់ទ្រង់សោយទីវង្គតទើបឲ្យត្រឡប់មកក្រុងរាជបន្តព្រះអង្គអរិយរាជមិនអាចប្រកែកនឹងបិតាបានឡើយក៏ត្រូវធ្វើដំណើរយាងចេញពីទីក្រុងដោយគ្មានទ្រព្យសម្បត្តិឬអ្នកបម្រើគ្រាន់តែមានសម្លៀកបំពាក់តែប៉ុណ្ណោះទ្រង់បានទៅបួសជាយោគីនៅមាត់ទន្លេមុនីដោយតាំងចិត្តនិងប្រព្រឹត្តសមាធិយ៉ាងម៉ឺងម៉ាត់នៅក្រោមទន្លេនេះមានទឹកដីនៃពិភពនាគហើយមាននាគញីមួយដែលទើបតែបាត់បង់គូរបស់វានាគញីនោះមានឈ្មោះថាសុរិយានាគីនាគីនេះមានទុកជាច្រើនឆ្នាំនៅតែមិនព្រមបាត់បង់ភាពសោកសៅឡើយនាគហែលទឹកឡើងមកលើគោកបំលែងខ្លួនទៅជាមនុស្សហើយចាក់ចេញមកដើរលេងនៅមាត់ទឹកជារៀងរាល់ថ្ងៃដើម្បីបន្ធូរអារម្មណ៍សោកសៅរបស់គេរហូតដល់ថ្ងៃមួយសុរិយានាគីបានជួបនឹងព្រះអង្គអរិយរាជនៅអាស្រមមាត់ទន្លេហើយក៏មានការសង្ស័យថាតើព្រាហ្មណ៍នេះមានជំនឿនៅក្នុងការបួសឬអត់ដូច្នេះនាគក៏គិតចង់សាកល្បងនាងនាគបានរងចាំរហូតដល់ព្រះអង្គអរិយរាជចេញទៅរកផ្លែឈើនៅក្នុងព្រៃនាងក៏បានលើបចូលទៅក្នុងអាស្រមដើម្បីរៀបចំគ្រែឲ្យរលោងស្អាតហើយតុបតែងខាងក្នុងដោយផ្កាក្រអូបនិងវត្ថុទៅពីពិភពនាគបើព្រះអង្គអរិយរាជមានចិត្តមោះមុតនៅក្នុងការបួសក្រណាត់គ្រែនោះនឹងនៅតែរលោងរហូតទោះបីជាត្រូវផ្ទុំប៉ុន្មានដងក៏ដោយនៅពេលដែលព្រះអង្គអរិយរាជត្រឡប់មកពីអាស្រមវិញទ្រង់ក៏ផ្ទុំសម្រាប់ធម្មតាលុះព្រឹកឡើងព្រះអង្គអរិយរាជក៏ចេញទៅរកផ្លែឈើដូចសពដងនាងសុរិយានាគីក៏បានលើបចូលទៅក្នុងអាស្រមដើម្បីត្រួតពិនិត្យគ្រែហើយក៏បានឃើញថាគ្រែដែលរលោងស្អាតនោះត្រូវព្រះអង្គអរិយរាជផ្ទុំពីលើរហូតដល់ជ្រួញអស់នាងសុរិយានាគីក៏ដឹងថាបុរសនេះមិនបានបួសដោយស្ម័គ្រចិត្តទេនាងក៏បានរៀបចំសម្អាតនិងរៀបគ្រែឲ្យរលោងស្អាតដូចដើមប៉ុន្តែមុននឹងចេញពីអាស្រមនាងសុរិយានាគីត្រូវបានព្រះអង្គអរិយរាជចាប់បានដោយសារព្រះអង្គអរិយរាជមានការសង្ស័យជាយូរមកហើយពេលដែលទ្រង់បានឃើញនាងភ្លាមក៏លងស្រឡាញ់នាងសុរិយានាគីភ្លាមចំណែកឯនាងសុរិយានាគីក៏មានចិត្តនឹងព្រះអង្គអរិយរាជផងដែរធ្វើឲ្យអ្នកទាំងពីរមានឱកាសនិយាយនិងស្គាល់គ្នាមុននឹងយល់ព្រមរស់នៅជាមួយគ្នាជាប្តីប្រពន្ធនៅក្នុងអាស្រមមាត់ទន្លេមុនីមិនយូរប៉ុន្មានបន្ទាប់ពីអ្នកទាំងពីររៀបការនឹងគ្នាសុរិយានាគីក៏បានប្រសូតបុត្រាមួយព្រះអង្គមានព្រះនាមថាព្រហ្មទត្តមួយឆ្នាំក្រោយមកពួកគេទាំងពីរក៏មានបុត្រីមួយព្រះអង្គទៀតមានព្រះនាមថាសាគរចាប់តាំងពីពេលនោះមកពួកគេបានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលរហូតដល់ព្រះបាទទសរាជនៃក្រុងពារាណសីសោយទីវង្គតពួកមន្ត្រីទាំងឡាយបានរៀបចំក្បួនធ្វើដំណើរមកកាន់ទន្លេមុនីដើម្បីយាងព្រះអង្គអរិយរាជឲ្យត្រឡប់ទៅក្រុងរាជសម្បត្តិបន្តប៉ុន្តែនាងសុរិយានាគីបានបដិសេធមិនព្រមទៅតាមស្វាមីរបស់នាងទៅកាន់ទីក្រុងរបស់មនុស្សឡើយព្រោះនាងជានាគមានចរិតឆេវឆាវមានពឹសដ៏កាចសាហាវដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សលោកបាននាងក៏សម្រេចចិត្តសូមលាត្រឡប់ទៅពិភពនាគវិញហើយទុកឲ្យស្វាមីនិងកូនទៅរស់នៅជាមួយនឹងមនុស្សនាងនឹងមកលេងកូនម្ដងម្កាលព្រះអង្គអរិយរាជគ្មានជំរើសនោះទេព្រោះប្រជារាស្ត្រក៏សំខាន់ដូចគ្នាហើយក៏នាំបុត្រទាំងពីរត្រឡប់ទៅគ្រប់គ្រងប្រទេសដើម្បីភាពសុខសាន្តបន្តទៅទៀតពេលវេលាបានកន្លងផុតទៅរហូតដល់បុត្រទាំងពីរធំពេញវ័យមានថ្ងៃមួយខណៈពេលដែលសាគរនិងព្រហ្មទត្តកំពុងតែអង្គុយលេងទឹកនៅក្នុងព្រះបរមរាជវាំងស្រាប់តែមានអណ្ដើកមួយក្បាលវង្វេងចូលមកក្នុងស្រះធ្វើឲ្យបងប្អូនទាំងពីរភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកទាំងពីរក៏រត់ទៅប្រាប់ព្រះបិតាភ្លាមចំណែកឯអណ្ដើកក៏ភ័យដូចគ្នាដែរវាបានបង្រួញដៃជើងចូលទៅក្នុងស្នុករបស់វាពេលដែលព្រះអង្គអរិយរាជបានដឹងរឿងនេះទ្រង់ក៏បានបញ្ជាឲ្យអ្នកបម្រើយកអណ្ដើកនេះទៅចោលក្នុងទន្លេមុនីអណ្ដើកដែលលាក់ខ្លួននៅក្នុងស្នុកនោះក៏មិនដឹងថាខ្លួនវាកំពុងតែលិចទឹកម្ដងបន្តិចទៅកាន់ទីក្រុងក្រោមទឹករបស់ពួកនាគឡើយពេលដែលអណ្ដើកលៀនក្បាលចេញពីស្នុកភ្លាមវាត្រូវបានទាហានចាប់ខ្លួនទៅជួបព្រះបាទទសរថដែលជាអ្នកគ្រប់គ្រងទីក្រុងនាគអណ្ដើកភ័យយ៉ាងខ្លាំងហើយគិតថាវានឹងត្រូវគេដាក់ទោសដែលហ៊ានចូលមកក្នុងដែនដីរបស់នាគវាបានប្រើល្បិចដើម្បីរស់ដោយប្រាប់ថាខ្លួនវាគឺជាបេសកជនមកពីក្រុងពារាណសីដែលចង់លើកព្រះនាងសាគរឲ្យធ្វើជាអគ្គមហេសីរបស់ព្រះបាទទសរថដើម្បីពង្រឹងចំណងមិត្តភាពព្រះបាទទសរថរីករាយយ៉ាងខ្លាំងហើយក៏បានបញ្ជូននាគចំនួន4ធ្វើដំណើរឡើងទៅលើគោកភ្លាមបំលែងខ្លួនទៅជាមនុស្សទៅជួបព្រះអង្គអរិយរាជជាមួយនឹងគ្រឿងអលង្ការមាសប្រាក់ដើម្បីសូមដណ្ដឹងកូនក្រមុំប៉ុន្តែព
ពេលដែលព្រះអង្គអរិយរាជបានស្ដាប់ពាក្យសម្ដីពីអ្នកទាំង4រូបហើយទ្រង់ក៏បានបដិសេធភ្លាមព្រោះទ្រង់មិនបានព្រមព្រៀងជាមួយនឹងនរណាម្នាក់ថានឹងលើកបុត្រីឲ្យឡើយពេលឮដូច្នេះហើយអ្នកទាំង4ក៏ប្រញាប់ត្រឡប់ទៅពិភពនាគវិញហើយក៏ទៅរាយការណ៍ជូនព្រះបាទទសរថភ្លាមព្រះបាទទសរថខឹងយ៉ាងខ្លាំងព្រោះទ្រង់គិតថាព្រះអង្គអរិយរាជមើលងាយទ្រង់ក៏បានបញ្ជូននាគឲ្យឡើងទៅលើគោកម្ដងទៀតដោយបំលែងខ្លួនទៅជាពស់នាគទៅវាយលុកទីក្រុងពីរិណេសីដើម្បីឲ្យព្រះអង្គអរិយរាជភ័យខ្លាចប៉ុន្តែហាមមិនឲ្យធ្វើបាបមនុស្សជាដាច់ខាតពេលដែលអ្នកទាំង4ទទួលបញ្ជាហើយក៏បានធ្វើដំណើរទៅកាន់ទីក្រុងមនុស្សហើយវាយលុកផ្ទះសម្បែងនិងសំណង់នានាក្នុងក្រុងពីរិណេសីរហូតដល់ខូចខាតអស់ពេលដែលព្រះអង្គអរិយរាជបានឃើញពីទុក្ខលំបាករបស់ប្រជារាស្ត្រទ្រង់ក៏បង្ខំចិត្តឲ្យបុត្រីទៅរៀបអភិសេកជាមួយនឹងព្រះបាទទសរថពួកនាគក៏បានបញ្ឈប់ការវាយប្រហារហើយយាងព្រះនាងសាគរឲ្យទៅរស់នៅក្នុងទីក្រុងថ្មីដែលព្រះបាទទសរថបានសាងសង់នៅក្នុងពិភពក្រោមទឹកព្រះនាងសាគរមិនដឹងឡើយថាខ្លួននឹងត្រូវអភិសេកជាមួយនឹងនាគរាជហើយនាងក៏ជាមនុស្សតែម្នាក់គត់ដែលរស់នៅក្នុងទីក្រុងនោះព្រោះព្រះបាទទសរថបានបញ្ជាហាមឃាត់ឲ្យអ្នកបម្រើនាគទាំងអស់មិនឲ្យបំលែងខ្លួនទៅជាសត្វនាគហើយហាមមិនឲ្យព្រះនាងសាគរដឹងរឿងនេះជាដាច់ខាតការរៀបអភិសេកលើកនេះដើម្បីតែភាពសុខសាន្តរបស់ប្រជារាស្ត្រទាំងពីរភពក៏ដោយក៏ព្រះបាទទសរថស្រឡាញ់នឹងមើលថែព្រះនាងសាគរបានយ៉ាងល្អបំផុតរហូតដល់អ្នកទាំងពីរមានបុត្រា4ព្រះអង្គគឺព្រះអង្គសុទេសនៈព្រះអង្គចិន្តាព្រះអង្គសុភគៈនិងបុត្រាពៅព្រះអង្គចនកៈពួកគេត្រូវបានបង្រៀនឲ្យចេះបំលែងខ្លួនទៅជាសត្វនាគតាំងពីក្មេងៗប៉ុន្តែហាមមិនឲ្យបំលែងខ្លួននៅចំពោះមុខព្រះមេដាឡើយរហូតដល់ថ្ងៃមួយខណៈពេលដែលព្រះអង្គចនកៈនិងធម្មតារបស់ខ្លួនមិនមែនជានាគដូចអ្នកដទៃទ្រង់គឺជាមនុស្សព្រះចនកៈក៏គិតចង់លេងសើចនឹងម្ដាយពេលនោះព្រះនាងសាគរកំពុងតែអោបព្រះចនកៈបានបំលែងខ្លួនទៅជានាគតូចនៅចំពោះមុខម្ដាយពេលដែលព្រះនាងសាគរបានឃើញព្រះនាងក៏ភ័យយ៉ាងខ្លាំងរហូតដល់ប្រដៅធ្វើឲ្យកូនតូចធ្លាក់ពីលើផ្លូវពេលនោះព្រះនាងក៏ស្រវាយចាប់បុត្របណ្ដាលឲ្យភ្នែកម្ខាងរបស់បុត្រត្រូវនឹងក្រចករបស់ព្រះនាងរហូតដល់ខ្វាក់ពេលដែលព្រះបាទទសរថបានដឹងរឿងនេះទ្រង់ក៏ខឹងបុត្រាយ៉ាងខ្លាំងដែលមិនស្ដាប់បង្គាប់និងបានធ្វើឲ្យព្រះនាងសាគរដឹងការពិតព្រះអង្គក៏គិតចង់សម្រាប់បុត្រាតូចប៉ុន្តែព្រះនាងសាគរបានអង្វរទាន់ពេលវេលាចាប់តាំងពីថ្ងៃនោះមកព្រះនាងសាគរក៏បានដឹងខ្លួនថាខ្លួនរស់នៅជាមួយនឹងពួកនាគតាំងពីដើមមកប៉ុន្តែព្រះនាងមិនបានភ័យខ្លាចឬស្អប់ឡើយព្រះនាងនៅតែរស់យ៉ាងសុខសាន្តចិញ្ចឹមបុត្រទាំង4របស់ព្រះនាងរហូតដល់ពួកគេធំពេញវ័យក្នុងចំណោមបុត្រប្រុសទាំង4ព្រះអង្គទស្សនៈជាអ្នកដែលមានទេពកោសល្យនិងឆ្លាតវៃបំផុតរហូតក្លាយទៅជាទីគប់ចិត្តរបស់ព្រះបាទទសរថមិនត្រឹមតែប៉ុណ្ណេះព្រះបាទសុទេសនៈក៏ជាទីគប់ចិត្តរបស់ព្រះឥន្ទផងដែរព្រោះគេអាចដោះស្រាយបញ្ហារបស់ពួកទេវតាបានព្រះឥន្ទក៏បានដាក់ឈ្មោះថ្មីឲ្យគេថាព្រះភូរតវត្តដោយឈ្មោះនេះមានអត្ថន័យថាមានបញ្ញាដ៏អស្ចារ្យបំផុតនៅលើផែនដីលើពីនេះទៅទៀតព្រះភូរតវត្តក៏មានឱកាសបានឡើងទៅទស្សនាវិមាននានានៅលើឋានសួគ៌ផងដែរគេក៏មានគំនិតថានឹងតាំងចិត្តរក្សាសិលដើម្បីទៅកើតនៅក្នុងឋានទេវលោកនាពេលអនាគតពេលកាត់ដូច្នេះហើយព្រះភូរតវត្តក៏បានលះបង់រាជសម្បត្តិទាំងអស់ព្រមទាំងលាបេតាបិតានិងព្រះអនុជធ្វើដំណើរចេញពីទីក្រុងនេះដើម្បីទៅបដិបត្តិសិលនៅក្រោមដើមពោធិ៍នៅមាត់ទន្លេមុនីដោយគួចខ្លួនព័ទ្ធជុំវិញក្បាលដំបូកហើយបិទភ្នែកបួងសួងយ៉ាងមោះមុតថាបើអ្នកណាចង់បានស្បែកសរសៃឆ្អឹងឬសាច់របស់លោកនឹងបរិច្ចាគឲ្យចាប់តាំងពីពេលនោះមកព្រះភូរតវត្តបានរស់នៅយ៉ាងសព្វស្ងៀមបដិបត្តិសិលយ៉ាងសុខសាន្តរហូតដល់ថ្ងៃមួយមានព្រានព្រៃម្នាក់មានឈ្មោះថានេសាទព្រាននេសាទនេះធ្វើដំណើរចូលមកក្នុងព្រៃដើម្បីបរបាញ់សត្វជាមួយនឹងកូនប្រុសរាល់ថ្ងៃរហូតដល់ព្រះភូរតវត្តខ្លាចថាព្រាននេសាទនឹងបង្កគ្រោះថ្នាក់ដល់ការបដិបត្តិសិលរបស់ព្រះអង្គក៏បានបំលែងខ្លួនទៅជាមនុស្សចូលទៅនិយាយជាមួយនឹងឪពុកកូនទាំងពីរហើយអញ្ជើញអ្នកទាំងពីរឲ្យទៅរស់នៅក្នុងក្រុងនេះព្រាននេសាទក៏យល់ព្រមហើយក៏បាននាំកូនប្រុសទៅរស់នៅក្នុងទីក្រុងនេះអ្នកទាំងពីរមានសេចក្តីសុខយ៉ាងខ្លាំងរស់នៅស៊ីចុកដេកដូចស្ដេចប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏នឹកដល់ទីក្រុងមនុស្សទើបសុំត្រឡប់ទៅរស់នៅធម្មតាវិញចំណែកឯព្រះភូរតវត្តក៏បានដឹងដោយបញ្ញាថាព្រាននេសាទនឹងក្លាយទៅជាឧបសគ្គដល់លោកពិតប្រាកដណាស់ទើបលោកសូមផ្ដល់កែវស័ក្តិសិទ្ធិដល់ឪពុកកូនទាំងពីរឲ្យយកទៅប្រើប្រាស់ដើម្បីកុំឲ្យចេញមកបរបាញ់សត្វនៅក្នុងព្រៃទៀតប៉ុន្តែព្រាននេសាទមិនយល់ព្រមយកនោះទេព្រោះឃើញថាកែវនោះមានតម្លៃពេកពួកគេនៅតែប្រកាន់ភ្ជាប់អាជីពបរបាញ់សត្វរបស់ខ្លួនតទៅទៀតក្នុងសម័យកាលមួយមានគ្រុឌមួយបានហោះឡើងទៅលើផ្ទៃទឹកហើយឆាបយកកូននាគមួយក្បាលឡើងទៅស៊ីនាគនោះព្
ជាយាមយកខ្លួនរបស់វារុំជាមួយនឹងដើមពោធិ៍ធំមួយប៉ុន្តែកម្លាំងរបស់ស្ដេចគ្រុឌខ្លាំងមហិមាណាស់បានទាញយកទាំងនាគនិងដើមពោធិ៍នោះឡើងទៅលើមេឃហើយស្ដេចគ្រុឌហែកស្បែកនាគស៊ីយ៉ាងសាហាវប៉ុន្តែពេលដែលស្ដេចគ្រុឌដឹងថាខ្លួនបានដកដើមពោធិ៍ឡើងមកជាមួយផងស្ដេចគ្រុឌក៏ប្រញាប់លែងនាគនោះឲ្យធ្លាក់ចូលទៅក្នុងទន្លេភ្លាមព្រោះដើមពោធិ៍ដែលត្រូវដកនោះគឺជាម្លប់ឈើដែលព្រះឥសីមួយព្រះអង្គប្រើសម្រាប់អង្គុយសមាធិធ្វើឲ្យស្ដេចគ្រុឌយល់ថាខ្លួនឯងបានធ្វើខុសយ៉ាងខ្លាំងស្ដេចគ្រុឌក៏បានបំលែងខ្លួនទៅជាក្មេងប្រុសចូលទៅក្រាបសូមអភ័យទោសព្រះឥសីព្រមទាំងបានផ្ដល់មន្តអាគមដែលប្រើសម្រាប់បង្ក្រាបពួកនាគដល់ព្រះឥសីដើម្បីលាងបាបទោះបីជាព្រះឥសីព្យាយាមបដិសេធក៏ដោយក៏ស្ដេចគ្រុឌនៅតែព្យាយាមអង្វរករនិងបង្រៀនវេទមន្តដល់ព្រះឥសីរហូតបានសម្រេចបន្ទាប់ពីនោះមិនយូរប៉ុន្មានមានបុរសខ្ចាត់ព្រាត់ម្នាក់ដែលត្រូវបានគេបណ្តេញចេញពីទីក្រុងបានចូលមករស់នៅក្នុងព្រៃហើយបានមកបួសជាព្រាហ្មណ៍ដើម្បីនៅបម្រើព្រះឥសីបានយ៉ាងល្អក៏វត្តត្រូវបានព្រះឥសីបង្រៀនអ្វីៗគ្រប់យ៉ាងរួមទាំងអាគមផងដែរប៉ុន្តែដោយសារតែចិត្តដ៏អាក្រក់របស់គាត់ព្រាហ្មណ៍វ័យក្មេងនោះបានក្រាបលាព្រះឥសីហើយធ្វើដំណើរទៅតាមមាត់ទន្លេមុនីដោយសង្ឃឹមថានឹងចាប់បាននាគណាមួយដើម្បីយកទៅប្រើប្រាស់មិនយូរប៉ុន្មានព្រាហ្មណ៍អាក្រក់ក៏ដើររហូតបានជួបទៅនឹងវងសត្វនាគដែលកំពុងតែលេងទឹកគាត់បានចាប់អារម្មណ៍ឃើញកែវស័ក្តិសិទ្ធិត្រូវបានដាក់ទុកចោលនៅក្បែរនោះព្រាហ្មណ៍អាក្រក់មិនរងចាំយូរក៏បានសូត្រមន្តអាគមភ្លាមពេលដែលពួកនាគបានឮសំឡេងមន្តអាគមក៏បានភ័យខ្លាចដោយគិតថាគ្រុឌនឹងមកចាប់ស៊ីពួកនាគក៏ប្រញាប់ហាលទឹកកិច្ចខ្លួនត្រឡប់ទៅពិភពក្រោមដីវិញដោយភ្លេចកែវស័ក្តិសិទ្ធិទុកនៅមាត់ទន្លេព្រាហ្មណ៍អាក្រក់ក៏បានរើសកែវស័ក្តិសិទ្ធិនោះហើយធ្វើដំណើរទៅទៀតដោយកាន់កែវស័ក្តិសិទ្ធិជាប់ដៃរហូតខណៈនោះដែរព្រាននេសាទនិងកូនប្រុសកំពុងតែបរបាញ់សត្វក៏បានជួបទៅនឹងព្រានអាក្រក់ក្នុងព្រៃឪពុកគុណទាំងពីរនាក់ក៏បានចំណាំភ្លាមថាកែវដែលព្រាហ្មណ៍នោះកាន់គឺជាកែវស័ក្តិសិទ្ធិរបស់ពួកនាគព្រាននេសាទក៏កើតមានចិត្តលោភលន់ក៏បានចូលទៅចរចាសុំកែវស័ក្តិសិទ្ធិពីព្រាហ្មណ៍អាក្រក់ព្រាហ្មណ៍អាក្រក់ក៏បានប្រើល្បិចរបស់ខ្លួនបើកបញ្ឆោតព្រាននេសាទឲ្យប្រាប់ទីលំនៅរបស់ព្រះបាទភូរទត្តដើម្បីដោះដូរកែវស័ក្តិសិទ្ធិទោះបីជាកូនប្រុសរបស់ព្រាននេសាទបានហាមឃាត់ហើយក៏ដោយព្រោះឃើញថាព្រះភូរទត្តគឺជាអ្នកមានគុណមិនគួរឲ្យនរណាម្នាក់ទៅរំខាននិងបំផ្លាញការបដិបត្តិសិលរបស់លោកនោះទេប៉ុន្តែព្រាននេសាទមិនស្ដាប់ឡើយគាត់បានចង្អុលផ្លូវទៅរកព្រះភូរទត្តប្រាប់ព្រាហ្មណ៍អាក្រក់ហើយបានយកកែវស័ក្តិសិទ្ធិត្រឡប់ទៅផ្ទះវិញកូនប្រុសរបស់ព្រាននេសាទទទួលយកទង្វើរបស់ឪពុកមិនបានឡើយគាត់ក៏សម្រេចចិត្តដើរចេញពីឪពុកធ្វើដំណើរទៅបួសជាឥសីតែម្នាក់ឯងចាប់តាំងពីពេលនោះមកព្រាហ្មណ៍អាក្រក់ក៏ប្រញាប់ធ្វើដំណើរទៅរកព្រះភូរទត្តភ្លាមរហូតដល់ទីបំផុតក៏បានជួបនឹងព្រះភូរទត្តដែលកំពុងតែនៅស្ងប់ស្ងៀមនៅក្រោមដើមឈើព្រាហ្មណ៍អាក្រក់ក៏ប្រញាប់ធ្វើដំណើរទៅរកព្រះភូរទត្តភ្លាមរហូតដល់ទីបំផុតក៏បានជួបនឹងព្រះភូរទត្តដែលកំពុងតែនៅស្ងប់ស្ងៀមនៅក្រោមដើមឈើព្រះភូរទត្តបានដឹងភ្លាមថាព្រាហ្មណ៍អាក្រក់នេះមានបំណងអាក្រក់ចំពោះគាត់ប៉ុន្តែគាត់ក៏ព្យាយាមទប់ចិត្តមិនឲ្យខឹងឬមោះម៉ៅឡើយព្រោះត្រឹមតែលោកបើកភ្នែកឡើងព្រាហ្មណ៍នោះនឹងរលាយទៅជាធូលីភ្លាមហើយវាក៏នឹងធ្វើឲ្យការរក្សាសិលរបស់គាត់មិនបានសម្រេចឡើយប៉ុន្តែព្រាហ្មណ៍អាក្រក់នេះមិនបានដឹងរឿងអ្វីសោះគាត់បានសូត្រមន្តអាគមដែលគាត់បានរៀនភ្លាមនោះរាងកាយរបស់នាគធំទាំងមូលក៏ប្រែជារួមតូចបន្តិចម្ដងរហូតដល់មានទំហំប៉ុនពោះធម្មតាព្រាហ្មណ៍អាក្រក់ក៏បានចាប់ក្បាលរបស់នាគតូចនោះមកទុកហើយចាប់មាត់របស់វាដាក់ត្រាំពុលរហូតដល់ព្រះភូរទត្តក្អែឈាមចេញមកវាមិនទាន់គ្រប់គ្រាន់ឡើយព្រាហ្មណ៍អាក្រក់ក៏បានចាប់កន្ទុយរបស់នាគហើយវាយព្រះភូរទត្តរហូតដល់ឈឺពេញខ្លួនប៉ុន្តែព្រះភូរទត្តនៅតែតាំងចិត្តនៅស្ងប់ស្ងៀមមិនបានបើកភ្នែកឬបង្ហាញអំណាចអ្វីឡើយនៅពេលដែលព្រាហ្មណ៍អាក្រក់ប្រកាសថាខ្លួនបានបង្ក្រាបនាគបានហើយគាត់ក៏បានចាប់ព្រះភូរទត្តដាក់ទៅក្នុងទ្រុងធ្វើដំណើរទៅកាន់ក្រុងព្រាណេសីដោយយកព្រះភូរទត្តទៅសម្ដែងដើម្បីដូរយកប្រាក់ពីអ្នកស្រុកព្រះភូរទត្តបានបង្ខំឲ្យបំលែងខ្លួនទៅមកពេលខ្លះក៏រីកខ្លួនពេលខ្លះក៏រួមតូចពេលខ្លះក៏បាញ់ផ្សែងពេលខ្លះក៏បាញ់ទឹកនិងលូនទៅមកដូចជាធ្លុកកំប្លែងប៉ុន្តែព្រះភូរទត្តនៅតែធ្វើដោយគ្មានការខឹងសម្បារអ្វីឡើយអ្នកស្រុកជាច្រើនបានឃើញមានទាំងអ្នកសប្បាយរីករាយនិងមានទាំងអ្នកអាណិតផងដែរព្រោះអ្វីដែលព្រាហ្មណ៍អាក្រក់កំពុងតែធ្វើមិនខុសពីការធ្វើទារុណកម្មសត្វឡើយអ្នកស្រុកមួយចំនួនក៏ព្យាយាមឲ្យប្រាក់ដល់ព្រាហ្មណ៍អាក្រក់ដើម្បីឲ្យគាត់បញ្ឈប់ការសម្ដែងនិងមិនចង់ឲ្យទៅសម្ដែងនៅកន្លែងផ្សេងទៀតឡើយប៉ុន្តែវាធ្វើឲ្យព្រាហ្មណ៍អាក្រក់កាន់តែលោភលន់ហើយយកព្រះភូរទត្តទៅសម្ដែងនៅទីក្រុងជាច្រើនត្រឡប់មកពិភពក្រោមទឹកវិញតាមធម្មតាព្រះភូរទត្តនឹងត្រឡប់មកសួរសុខទុក្ខព្រះមេដាបិតានិងប្អូនៗជារៀងរាល់ខែប៉ុន្តែឥឡូវនេះ2ខែកន្លងទៅហើយព្រះនាងសាគរដែលជាមេដារបស់ព្រះភូរទត្តក៏ចាប់ផ្ដើមមិនសប្បាយចិត្តទើបសូមឲ្យបុត្រដែលនៅជាមួយចេញទៅជួយស្វែងរកព្រះភូរទត្តព្រះសុភគៈក៏បានហោះទៅស្វែងរកបងប្រុសនៅលើឋានសួគ៌ចំណែកឯព្រះចិន្តាក៏បានបំលែងខ្លួនទៅជាតាបសទៅស្វែងរកនៅពិភពមនុស្ស
ជាមួយនឹងនាងអាចចំដែលបានបំលែងខ្លួនទៅជាកង្កែបលាក់ខ្លួននៅក្នុងសក់របស់ព្រះចិន្តានៅពេលដែលអ្នកទាំងពីរបានធ្វើដំណើរមកដល់ក្រុងពីរាណសីពួកគេក៏បានជួបទៅនឹងការសម្ដែងនាគនៅក្នុងទីក្រុងនេះដែលមានព្រះព្រហ្មទត្តដែលត្រូវបានតែងតាំងជាស្ដេចនៃក្រុងពីរាណសីក្នុងពេលនោះក៏កំពុងតែទស្សនាផងដែរនៅពេលដែលព្រះពុទ្ធទត្តបានដឹងថាប្អូនប្រុសរបស់លោកបានមកដល់ហើយលោកក៏បានព្យាយាមប្រើកម្លាំងដែលនៅសល់វាចូលទៅយំនៅនឹងមុខព្រះចិន្តាព្រាហ្មណ៍អាក្រក់ក៏យល់ថាព្រះពុទ្ធទត្តចូលទៅខាំជើងមនុស្សគាត់ក៏បានចូលទៅប្រាប់ព្រះចិន្តាថាមិនយូរប៉ុន្មានគាត់នឹងចាប់នាគទៅសម្ដែងឲ្យគាត់មើលនៅពីមុខផ្ទះរបស់គាត់ខ្លួនឯងចំណែកឯព្រះចិន្តានេះមានមន្តអាគមដែលជាមន្តអាគមដ៏កាចសាហាវបំផុតគាត់ក៏បានប្រើល្បិចដោយយកកង្កែបចេញពីសក់ហើយបានបបួលព្រាហ្មណ៍ថានាគរបស់ព្រាហ្មណ៍មានពឹសឬមានអំណាចមិនអាចប្រៀបទៅនឹងកង្កែបរបស់គាត់បានឡើយព្រាហ្មណ៍អាក្រក់នោះដែលមិនចង់ឲ្យអ្នកណាមកមើលងាយគាត់ក៏បានបបួលភ្នាល់គ្នាដើម្បីសម្ដែងអំណាចរវាងនាគនិងកង្កែបតូចដោយឲ្យព្រះព្រហ្មទត្តគឺជាអ្នកកាត់សេចក្តីការសម្ដែងត្រូវបានរៀបចំឡើងនៅមុខទីលានព្រះបរមរាជវាំងហើយមានមនុស្សជាច្រើនបានមកទស្សនានៅពេលដែលការសម្ដែងចាប់ផ្ដើមព្រះចិន្តាក៏បានជីករណ្ដៅចំនួន3ហើយឲ្យកង្កែបតូចរបស់ព្រះអង្គបញ្ចេញពឹសទៅក្នុងរណ្ដៅពេលដែលពឹសធ្លាក់ចូលទៅក្នុងរណ្ដៅទី1ភ្លើងក៏បានឆេះឡើងយ៉ាងសន្ធោសន្ធៅហើយវារាលដាលទៅរណ្ដៅទី2ដែលមានលិមុខគោបន្តទៅរណ្ដៅទី3ដែលមានថ្នាំពឹសប៉ុន្តែភ្លើងមិនបានឈប់ត្រឹមនោះទេវាក៏បានរាលដាលទៅឆេះព្រាហ្មណ៍អាក្រក់ដែលឈើមើលនៅចិត្តនោះភ្លើងពឹសក៏បានធ្វើឲ្យព្រាហ្មណ៍អាក្រក់ខ្លាចទៅជាជំងឺស្បែកភ្លាមពេលនោះហើយព្រាហ្មណ៍អាក្រក់ក៏បានដឹងកំហុសរបស់ខ្លួនហើយក៏បានសូមមេត្តាព្រះចិន្តាឲ្យទុកជីវិតគេនឹងដោះលែងព្រះពុទ្ធទត្តឲ្យមានសេរីភាពវិញនៅពេលដែលព្រាហ្មណ៍អាក្រក់និយាយចប់ព្រះពុទ្ធទត្តក៏វាចេញពីកន្លែងឃុំឃាំងហើយក៏បានបំលែងខ្លួនទៅជាមនុស្សជួបព្រះព្រហ្មទត្តជាមួយនឹងប្អូនប្រុសព្រះពុទ្ធទត្តបានរៀបរាប់រឿងរ៉ាវទាំងអស់ឲ្យអ្នកទាំងអស់គ្នាស្ដាប់ព្រមទាំងបាននិយាយអំពីព្រះមេដាបិតាឲ្យព្រះព្រហ្មទត្តបានព្រះសន្តាប់ផងដែរធ្វើឲ្យស្ដេចបានដឹងថាពួកគេគឺជាពូក្មួយនឹងគ្នាទើបបាននាំគ្នាធ្វើដំណើរទៅរកព្រះអង្គអរិយរាជដែលបួសនៅក្នុងព្រៃហើយបន្ទាប់ពីបានជួបជុំគ្នាហើយព្រះពុទ្ធទត្តក៏បានលាត្រឡប់ទៅបដិបត្តិសិលនៅមាត់ទន្លេមុខនាបន្តទៀតចំណែកឯព្រះចិន្តានិងនាងអាចចំបានធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងក្រោមដីដូចដើមវិញចំណែកឯព្រះនេសាទវិញបន្ទាប់ពីគាត់បានកាន់កែវស័ក្តិសិទ្ធិហើយរហូតដល់ថ្ងៃមួយគាត់ក៏បានធ្វើឲ្យវាធ្លាក់ចូលទៅក្នុងទឹកទោះបីជាខំរកយ៉ាងណាក៏រកមិនឃើញឡើយនៅពេលនោះហើយគាត់ក៏បានដឹងខ្លួនថាខ្លួនមិនសល់អ្វីទៀតឡើយកូនប្រុសក៏រត់ទៅបួសកែវក៏លិចទៅក្នុងទឹកថែមទាំងបានឮដំណឹងថាខ្លួនគឺជាដើមហេតុធ្វើឲ្យព្រះពុទ្ធទត្តបានត្រូវគេចាប់ទៅធ្វើទរណកម្មផងដែរពេលដែលដឹងខ្លួនហើយព្រាហ្មណ៍នេសាទក៏បានធ្វើដំណើរទៅកាន់ទន្លេមុនីដើម្បីលាងបាបពេលនោះគាត់ក៏បានសារភាពកំហុសថាខ្លួនបានធ្វើបាបព្រះពុទ្ធទត្តដែលជាអ្នកមានគុណខណៈនោះដែរព្រះសុភគៈដែលបានត្រឡប់មកវិញបានលើការសារភាពកំហុសរបស់ព្រះនេសាទព្រះសុភគៈខឹងយ៉ាងខ្លាំងទើបបានប្រើកន្ទុយនាគទៅរុំរាងកាយរបស់ព្រះនេសាទហើយអូសចូលទៅក្នុងទន្លេហើយទឹកចុះឡើងដើម្បីធ្វើទរណកម្មគាត់ការធ្វើទរណកម្មនេះបានធ្វើឲ្យព្រានព្រៃត្រូវកុហកដើម្បីរស់គាត់បានសុំឲ្យនាគសុភគៈលែងគាត់ទៅព្រោះគាត់ជាព្រាហ្មណ៍ដែលគោរពភ្លើងមិនគួរត្រូវបានគេសម្លាប់ព្រះសុភគៈបានដឹងថាព្រះពុទ្ធទត្តមិនគិតចង់ដាក់ទោសអ្វីដល់ព្រាននេសាទឡើយទើបគាត់លែងឲ្យព្រាននេសាទត្រឡប់ទៅរស់នៅក្នុងទីក្រុងមនុស្សដូចដើមវិញបន្ទាប់ពីរឿងរ៉ាវទាំងអស់បានបញ្ចប់ព្រះពុទ្ធទត្តក៏បានជួបជុំនឹងព្រះអនុជនិងព្រះមេដាហើយធ្វើដំណើរទៅបដិបត្តិសិលដោយសពដងទោះបីជាត្រូវរឿងទុក្ខលំបាកយ៉ាងណាក៏ដោយក៏ព្រះពុទ្ធទត្តអត់ធ្មត់បដិបត្តិសិលបារមីជាពោះនាគដោយស្ងប់ស្ងៀមដូចជាផ្ទាំងថ្មតទៅទៀតទាំងអស់នេះគឺជារឿងព្រះពុទ្ធទត្តជាដកនាគដ៏ស្ងប់ស្ងៀមដូចជាផ្ទាំងថ្មដែលខ្ញុំលើកយកមកជូនអ្នកទាំងអស់គ្នានៅថ្ងៃនេះប្រសិនបើមានចំណុចណាមួយខ្វះខាតឬខុសឆ្គងសូមអភ័យទោសជួបគ្នាវីដេអូក្រោយ